សោកនាដកម្មភ្នំខ្មោចជាភាពយន្តឯកសាររំលឹកពីជីវិតពលរដ្ឋខ្មែរត្រូវយោធាថៃសម្លាប់ដោយសម័យវាលពិឃាតមិនមែនគ្រាន់តែជាអំពើរំលឹកអំពីសោកនាដកម្មរបស់ជនភៀសខ្លួនខ្មែរកំឡុងសម័យសង្គ្រាមផ្ទៃក្នុងប៉ុណ្ណោះទេប៉ុន្តែភាពយន្តសោកនាដកម្មភ្នំខ្មោចវាក៏ជាកញ្ចក់ឆ្លុះបញ្ចាំងពីផលវិបាកដ៏ធ្ងន់ធ្ងរនៃសង្គ្រាមនិងទង្វើអមនុស្សធម៌របស់យោធាថៃធ្វើមកលើពលរដ្ឋកម្ពុជាស្លូតត្រង់ចន្លោះពីឆ្នាំ1978ដល់1980នៅតំបន់ជួរភ្នំដងរែករំលឹកទៅអតីតកាលក្រោយរបបខ្មែរក្រហមដួលរលំប្រជាជនខ្មែររាប់ម៉ឺននាក់បានរត់ភៀសខ្លួនទៅកាន់ព្រំដែនថៃដោយសង្ឃឹមថានឹងទទួលបានការជួយសង្គ្រោះអាយុជីវិតមានសុវត្ថិភាពព្រមទាំងទទួលបានជំនួយមនុស្សធម៌ផ្ទុយទៅវិញពលរដ្ឋខ្មែរទាំងនោះត្រូវបានបង្ខំឲ្យត្រឡប់មកប្រទេសកំណើតវិញដោយអំពើព្រៃផ្សៃហើយប្រឈមមុខនឹងគ្រោះថ្នាក់នៅតាមជួរភ្នំដងរែកយោធាថៃបានដឹកពលរដ្ឋខ្មែរស្លូតត្រង់មកទម្លាក់ចោលនៅតំបន់គ្រោះថ្នាក់តាមជួរភ្នំដងរែកហើយបង្ខំឲ្យត្រឡប់ចូលប្រទេសកម្ពុជាវិញពីលើភ្នំចោតព្រឹត្តិការណ៍នេះបានបន្សល់ទុកនៅស្លាកស្នាមដ៏ឈឺចាប់ក្នុងប្រវត្តិសាស្ត្រកម្ពុជាសោកនាដកម្មភ្នំខ្មោចមានតម្លៃលើសពីភាពយន្តប្រវត្តិសាស្ត្រតែវាជាការចងចាំដ៏ឈឺចាប់ដែលពលរដ្ឋខ្មែរគ្រប់រូបមិនអាចបំភ្លេចបាននៅក្នុងបរិបទនៃភាពតានតឹងតាមព្រំដែនកម្ពុជាថៃបានកើតមាននៅឆ្នាំ2025ប្រវត្តិសាស្ត្រនេះបានរំលឹកយើងឡើងវិញថានៅពេលមានចំនួនអ្នកដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេគឺប្រជាពលរដ្ឋជាពិសេសអ្នករស់នៅតាមតំបន់ព្រំដែនកងកម្លាំងប្រដាប់អាវុធថៃបានប្រើប្រាស់យន្តហោះចម្បាំងគ្រាប់បែកចង្កោមគ្រាប់បែកធន់ធ្ងន់បាញ់ផ្សែងពុលនិងដ្រូនអត្តឃាតវិប្រហារយ៉ាងកម្រោលមកលើទីតាំងពលរដ្ឋខ្មែររស់នៅតំបន់ប្រវត្តិសាស្ត្ររំលោភច្បាប់អន្តរជាតិបំផ្លាញផ្ទះសម្បែងនិងហេដ្ឋារចនាសម្ព័ន្ធចាក់សម្លេងរំខានរាយបន្លាលួសពាត់យកផ្ទះពលរដ្ឋខ្មែរជាដើមលាក់នឹងលាក់ជាការពិតការផ្លាស់ទីលំនៅបាត់បង់ជីវភាពការខ្វះសន្តិសុខនិងការភ័យខ្លាចគឺជាផលវិបាកដែលតែងតែកើតមាននៅពេលមានភាពតានតឹងឬការប៉ះទង្គិចប្រដាប់អាវុធកាន់តែធ្ងន់ធ្ងរកើតឡើងនៅពេលមានសង្គ្រាមខណៈដែលប្រទេសជាតិមួយឈ្លានពានប្រទេសមួយផ្សេងទៀតទាំងកំរោលផ្សារភ្ជាប់ពីរឿងរ៉ាវបន្សល់ពីប្រវត្តិសាស្ត្រនិងបច្ចុប្បន្នវាបានរំលឹកដល់មនុស្សជំនាន់ក្រោយដឹងថាគ្មានការឈឺចាប់ណាខ្លាំងជាងការឈឺចាប់ដែលប្រទេសជាតិត្រូវសត្រូវឈ្លានពានប្រមាថធ្វើទុកបុកម្នេញនិងយាយីអាយុជីវិតប្រជាពលរដ្ឋស្លូតត្រង់នោះឡើយហេតុនេះខ្មែរត្រូវតែមើលខ្សែភាពយន្តមួយនេះហើយចងចាំតកូនតចៅអំពីភាពសាហាវព្រៃផ្សៃនៃសកម្មភាពយោធាថៃធ្វើមកលើប្រជាពលរដ្ឋខ្មែរការសិក្សាប្រវត្តិសាស្ត្រគួរតែត្រូវបានរំលេចឡើងដើម្បីបង្កើនការយល់ដឹងអភិរក្សនៃការចងចាំនិងជំរុញឲ្យមានការដោះស្រាយជម្លោះដោយសន្តិវិធីវាក៏ជាសារៈសំខាន់សម្រាប់មនុស្សជាតិទាំងមូលឲ្យបានយល់ដឹងពីបទពិសោធន៍ដ៏ជូរចត់នៃសោកនាដកម្មឆ្នាំ1979ដែលបង្ហាញថាការការពារជីវិតមនុស្សការគោរពច្បាប់អន្តរជាតិនិងការស្វែងរកដំណោះស្រាយតាមរយៈការចរចាគឺជាមធ្យោបាយដ៏សំខាន់ក្នុងការទប់ស្កាត់មិនឲ្យសោកនាដកម្មប្រវត្តិសាស្ត្រនេះកើតឡើងម្ដងទៀតភាពយន្តឯកសារសោកនាដកម្មភ្នំខ្មោចមិនត្រឹមតែជាការរំលឹកអតីតកាលទេប៉ុន្តែក៏ជាការអំពាវនាវឲ្យគ្រប់ភាគីយកមេរៀនពីប្រវត្តិសាស្ត្រដើម្បីថែរក្សាសន្តិភាពនិងការពារសេចក្តីថ្លៃថ្នូររបស់មនុស្សតាមរយៈ teaser ភាពយន្តឯកសារសោកនាដកម្មភ្នំខ្មោចដែលចេញផ្សាយកាលពីថ្ងៃទី14កក្កដាទស្សនិកជនកំពុងរងចាំកាលបរិច្ឆេទនៃការចាក់បញ្ចាំងជាផ្លូវការយ៉ាងអន្ទះសារខ្សែភាពយន្តឯកសារប្រវត្តិសាស្ត្រសោកនាដកម្មភ្នំខ្មោចផលិតឡើងដោយផ្អែកតាមដំណើរជីវិតពិតរបស់លោកគួចមេងលីជាជនរងគ្រោះម្នាក់បានរស់រានមានជីវិតពីទុក្ខវេទនាដែលទាហានថៃបង្ខំឲ្យភៀសខ្លួនជាមួយប្រជាពលរដ្ឋខ្មែររាប់ម៉ឺននាក់នៅជាយដែនប្រទេសថៃ